បាទជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញជូនអំពីការបញ្ចុកចំណីកូនរបស់សត្វត្រយងយក្សឬអ្នកភូមិខ្លះគាត់ហៅថាសត្វឪលើកជាទូទៅមេសត្វត្រយងយក្សចេញទៅរកចំណីពេលព្រឹកព្រលឹមស្រាងៗមកបញ្ចុកកូនវាដែលមិនទាន់អាចចេះរកចំណីបានដោយខ្លួនឯងទីកន្លែងដែលមេសត្វត្រយងយក្សចេញទៅរកចំណីភាគច្រើននៅតាមវាលស្រែវាលស្មៅនិងនៅតាមមាត់ទឹកថ្លុកឬក៏ត្រពាំងនៅតំបន់ដាច់ស្រយាលតាមការផ្ដល់ព័ត៌មានពីសហគមន៍ដែលរស់នៅក្នុងតំបន់ដែលមានសត្វត្រយងយក្សនេះបានបញ្ជាក់ថាចំណីរបស់សត្វត្រយងយក្សមានដូចជាកង្កែបក្តាមខ្យងអន្ទង់និងពស់ជាដើមសូមបញ្ជាក់ថាសត្វត្រយងយក្សគឺជាបក្សីតំណាងជាតិនៃព្រះរាជាណាចក្រកម្ពុជានិងក៏ជាសត្វជិតផុតពូជបំផុតនៅលើពិភពលោកផងដែរដូចនេះសូមបងប្អូនទាំងអស់គ្នាចូលរួមថែរក្សានិងអភិរក្សសត្វដ៏កម្រនេះឲ្យបានគង់វង្សសម្រាប់ប្រជាជាតិនិងសកលលោកទាំងមូលសូមអរគុណដល់បងប្អូនដែលបានចូលរួមទស្សនាតាំងពីដើមរហូតដល់ចប់